លទ្ធផលអំពីអារម្មណ៍និងទំនុកចិត្តរបស់អតិថិជនដែលស្ទង់មតិដល់សាកលវិទ្យាល័យ Michigan នៅសហរដ្ឋអាមេរិកត្រូវបានឡើងខ្ពស់ដល់52.2 បន្ទុកដែលខ្ពស់ជាងការរំពឹងទុកក្នុងខែមេសាឆ្នាំ2025 ទិន្នន័យនេះនៅទាបជាងតួលេខកាលពីខែមុនដែលស្មើនឹង57បន្ទុកប៉ុន្តែទោះបីជាទិន្នន័យនេះជាទិន្នន័យកើនឡើងសម្រាប់ខែមេសាឆ្នាំ2025នេះក៏ដោយប៉ុន្តែកម្រិត52.2បន្ទុកនេះជាកម្រិតអារម្មណ៍របស់អ្នកប្រើប្រាស់ដែលបានធ្លាក់ចុះក្នុងរយៈពេល4ខែជាប់គ្នាដល់កម្រិតទាបបំផុតចាប់តាំងពីខែកក្កដាឆ្នាំ2022មកដោយសារតែអ្នកប្រើប្រាស់យល់ឃើញអំពីហានិភ័យចំពោះទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ចរបស់អាមេរិកដែលមួយផ្នែកធំទៀតគឺដោយសារតែមើលឃើញភាពមិនប្រកបប្រជាជំវិញបញ្ហាគោលនយោបាយពាណិជ្ជកម្មដែលកំពុងអូសបន្លាយពេលវេលានិងបញ្ហាការហើបឡើងវិញនៃអតិផរណាដែលនឹងអាចកើតមានឡើងនាពេលខាងមុខផងដែរការស្ទង់មតិអំពីការរំពឹងទុកស្ដីអំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនស្ថានភាពសេដ្ឋកិច្ចរយៈពេលវែងនិងរយៈពេលខ្លីរបស់សហរដ្ឋអាមេរិកនាពេលខាងមុខត្រូវបានគេមើលឃើញថាអាចធ្លាក់ចុះដល់កម្រិត47.3បន្ទុកដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដាឆ្នាំ2022មកការរំពឹងទុកអំពីកម្រិតអតិផរណានៅឆ្នាំខាងមុខអាចកើនឡើងដល់ 6.5% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ1981មកដោយសារការប្រកាសគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកទោះបីជាយ៉ាងណាក៏ដោយទិន្នន័យ 6.5% នេះគឺជាតួលេខដែលតូចជាង 6.7% បន្តិចនៅក្នុងការចេញផ្សាយជាបឋមការរំពឹងទុកអតិផរណារយៈពេលវែងអាចនឹងកើនឡើងពី 4.1% ទៅ 4.4%សូមគូបញ្ជាក់ផងដែរថាទិន្នន័យអវិជ្ជមានស្ដីអំពីអារម្មណ៍និងទំនុកចិត្តរបស់ពលរដ្ឋអាមេរិកនឹងមានផលប៉ះពាល់មិនល្អទៅលើផ្នែកមួយចំនួនដូចជាការចំណាយអ្នកប្រើប្រាស់នឹងត្រូវបានបន្ថយទី2គឺជះឥទ្ធិពលមិនល្អទៅដល់ការលក់រាយផងដែរចំណែកឯក្រុមហ៊ុនផ្សេងៗនឹងធ្វើការកាត់បន្ថយការជួលបុគ្គលិកបន្ថែមប្រសិនបើយើងក្រឡេកទៅមើលទីផ្សារពហុនក៏នឹងមិនមានភាពល្អប្រសើរផងដែរដោយសារតែការលក់រាយរបស់ពួកគាត់មានការថយចុះហើយប្រាក់ចំណេញរបស់ពួកគាត់ក៏មិនមានការកើនឡើងហើយទិន្នន័យអវិជ្ជមាននៃអារម្មណ៍និងទំនុកចិត្តរបស់អ្នកប្រើប្រាស់នេះនឹងជះឥទ្ធិពលទៅដល់ទីផ្សារផ្ទះសម្បែងផងដែរដោយសារតែអ្នកប្រើប្រាស់មិនមានទំនុកចិត្តនៅក្នុងការខ្ចីបន្ថែមពីធនាគារមីបានធ្លាក់ចុះក្រោមកម្រិត 3290 ក្នុងមួយអោនកាលពីថ្ងៃសុក្រដោយបានផ្អាកការកើនឡើងពីវគ្គមុនបន្ទាប់ពីទីក្រុងប៉េកាំងប្រកាសការលើកលែងពន្ធមួយចំនួនទៅលើទំនិញរបស់សហរដ្ឋអាមេរិកពីពន្ធ 125% របស់ខ្លួនដែលជាសញ្ញានៃការបន្ថយនៅក្នុងចំនួនពាណិជ្ជកម្មនិងកាត់បន្ថយលើការកើនឡើងរបស់មាសដុំដែលគេបានឃើញថាជាទ្រព្យមានសុវត្ថិភាពក្នុងពេលដំណើរគ្នានោះសន្ទុះប្រាក់ដុល្លារបានឈានដល់កម្រិត100ដែលធ្វើឲ្យតម្លៃហាងឆេងមាសមានការធ្លាក់ចុះមកវិញខណៈដែលទិន្នផលរបស់ទីផ្សារមូលបត្របំណុលរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់នៅពេលមន្ត្រីធនាគារកណ្ដាលរបស់ Fed បានរំលឹកឡើងវិញនៅជំហរអត់ធ្មត់លើគោលនយោបាយរបស់ខ្លួនមាសបានកើនឡើងវិញហើយបានថយចុះមកវិញប្រចាំមួយសប្តាហ៍បន្ទាប់ពីវាឡើងដល់កម្រិតខ្ពស់ស្មើនឹង $3,500 ក្នុងមួយអោននៅដើមសប្តាហ៍មុនចំពេលមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះមកវិញបន្ទាប់ពីប្រធានាធិបតីលោក Donald Trump ខឹងសម្បារដោយបញ្ចេញមតិយោបល់របស់គាត់ស្ដីពីឯករាជ្យភាពរបស់ប្រធានធនាគារ Fedគួររំលឹកផងដែរថាមាសបានកើនឡើងប្រហែល 30% ពីមួយឆ្នាំទៅមួយឆ្នាំខណៈដែលមាសធៀបទៅនឹងលោហៈធាតុប្រាក់បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ1994ដោយមិនរាប់បញ្ចូលការរាតត្បាតនៃជំងឺទន្ទឹមនឹងនេះផងដែរមាសដុំនៅតែមានភាពទាក់ទាញកំណើនសេដ្ឋកិច្ចដដែល